អារម្មណ៍ភក្ថានិងវិចារអ្នកនិពន្ធរឿងប្រវត្តិព្រះអង្គជ័យព្រះអង្គចោមនេះខ្ញុំបាទអ្នកនិពន្ធដុំដមបានចងក្រងរៀបរៀងឡើងនៅខែកុម្ភៈឆ្នាំ2012និងបានបោះពុម្ពផ្សព្វផ្សាយនៅលើទីផ្សារជាសាធារណៈនៅខែមេសាឆ្នាំ2012ដដែលដោយរីដបុករឿងនេះផងដែរក៏មានជនអគតិជាចោរលួចស្នាដៃយកទៅធ្វើក្នុង Channel YouTube របស់ពួកគេតាំងពីឆ្នាំ2017និង2018មកម្លេះដោយមិនបានដាក់ឈ្មោះខ្ញុំបាទនៅលើ Title ឬ Caption ឡើយរួមទាំងរឿងខ្លីអប់រំនិងរឿងកុមារដែលអមដោយរូបភាពរាប់សិបរឿងថែមទៀតសុទ្ធតែជារឿងប្រឌិតញៀនថ្មីស្រឡាងដោយគំនិតខ្ញុំបាទអ្នកនិពន្ធផ្ទាល់ដោយឡែកមានតែរឿងព្រះអង្គជ័យព្រះអង្គចោមនេះទេនិងរឿងលោកតាមេសនៅខេត្តព្រៃវែងជារឿងរៀបរៀងនិងកែសម្រួលខ្លឹមសារព្រោះរឿងទាំងនេះជារឿងប្រវត្តិសាស្ត្រហើយមានស្ថានភាពពិតរហូតដល់សពថ្ងៃរឿងប្រវត្តិនិងបារមីព្រះអង្គជ័យព្រះអង្គចោមនេះគឺចង់បង្ហាញនៅសច្ចភាពនៃរូបបដិមាពីរអង្គដែលបានកសាងឡើងនាសម័យចក្រភពអង្គរយើងបានដឹងរួចមកហើយទៅតាមតំបន់ក្នុងប្រជាណាចក្រកម្ពុជាយើងបានបន្សល់ទុកនឹងផ្នត់គំនិតជំនឿតគ្នាហើយក៏ជាកន្លែងដែលគេគោរពបូជាយ៉ាងរស់រវើកដ៏មានអត្ថន័យនិងដក់ជាប់ក្នុងផ្នត់គំនិតខ្មែរដែលគោរពព្រះពុទ្ធសាសនារូបសំណាកនិងបារមីស្ថិតក្នុងជំនឿរបស់ប្រជាពលរដ្ឋនៅខេត្តបាត់ដំបងភូមិភាគពីយប់មានដូចជារូបសំណាកលោកតាដំបងក្រញូងនៅឯប៉ែកនិរដីពិសេសនៅតាមជួរភ្នំនិងតំបន់សមុទ្រយើងមានរូបសំណាកលោកយាយម៉ៅខេត្តពោធិ៍សាត់យើងមានរូបសំណាកលោកតាឃ្លាំងមឿងឯខេត្តកំពង់ធំមានជំនឿទៅលើបារមីលោកតាក្រហមកឯខេត្តកំពង់ចាមមានរូបសំណាកលោកតាព្រំនៅប្រាសាទនគរបាជ័យជាដើមឡាក់ជាពិសេសនៅភ្នំពេញយើងមានរូបលោកយាយពេញលោកតាប្រចៅនៅឯមុខព្រះបរមរាជវាំងយើងមានរូបសំណាកនិងព្រះអង្គដងការជាដើមហើយក៏មានរឿងដំណើរខុសៗគ្នាកត្តាទាំងអស់នេះហើយដែលធ្វើឲ្យប្រជាជនយើងមានជំនឿយ៉ាងមុតមាំនៅតាមតំបន់ទីមួយចំពោះរឿងព្រះអង្គជ័យព្រះអង្គចោមនេះគឺជាការប្រមូលផ្ដុំឯកសារតាមរយៈទស្សនាបដីអក្សរសាស្ត្រមនុស្សឆ្នាំ1999ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងឯកសារសំយោគពីមន្ទីរអភិរក្សអង្គរខេត្តសៀមរាបមន្ទីរអភិរក្សអង្គរនិងការសាកសួរផ្ទាល់មាត់ពីសំណាក់ប្រជាពលរដ្ឋចាស់ព្រឹទ្ធាចារ្យជាមួយព្រះសង្ឃមួយចំនួនទៀតផងខ្ញុំបាទជឿជាក់ថាសៀវភៅព្រះអង្គជ័យព្រះអង្គចោមនេះมันអាចបញ្ជាក់គ្រប់ជ្រុងជ្រោយទាំងអស់បានទេជាពិសេសប្រវត្តិពិតការចាប់បដិសន្ធិនិងការបរិច្ឆេទនៃការកសាងឡើងអាស្រ័យហេតុនេះយើងខ្ញុំមានសេចក្តីសោមនស្សរីករាយរងចាំទទួលការរិះគន់កែលម្អស្ថាបនាពីឯកឧត្តមលោកជំទាវសាស្ត្រាចារ្យនិងអស់លោកស្រីទាំងអស់ក្នុងការរៀបរៀងចងក្រងឡើងវិញនៅរឿងនេះដើម្បីឲ្យកូនចៅជំនាន់ក្រោយបានយល់ដឹងកាន់តែច្បាស់យើងខ្ញុំសូមជូនពរឲ្យជនជាតិទាំងអស់ជួបប្រទះតែសេចក្តីសុខគ្រប់ពេលវេលាទីធានីភ្នំពេញថ្ងៃទី12ខែកុម្ភៈឆ្នាំ2012ដឹមដនសមាជិកសមាគមអ្នកនិពន្ធខ្មែរសូមបងប្អូនមេត្តាស្ដាប់និងទស្សនាថាតើព្រះអង្គជ័យព្រះអង្គចោមមានប្រវត្តិនិងបារមីយ៉ាងណាហើយត្រូវបានជនបរទេសតាមយាយីចង់បាននិងខ្មែរក្រហមចង់បំផ្លាញដូចម្ដេចសូមស្ដាប់ដូចតទៅ
ប្រវត្តិព្រះអង្គចេកព្រះអង្គចោមកាលបើយើងទៅដល់ទីរួមខេត្តសៀមរាបគេតែងធ្វើដំណើរឆ្លងកាត់ហើយឈប់បន់ស្រន់សុំសេចក្តីសុខសប្បាយនិងគោរពបូជាចំពោះបារមីព្រះអង្គចេកព្រះអង្គចោមហេតុដូច្នេះហើយទើបគេសាកសួររកដើមចោមដែលមាននៅជាប់នឹងរឿងនិទានរបស់អ្នកស្រុកជារឿងព្រេងប្លែកៗពីគ្នាដែលយើងយកមករៀបរៀងនិងអធិប្បាយដូចតទៅកាលពីព្រេងនេះមានសេដ្ឋីម្នាក់ឈ្មោះបតកៈមានមាស40កោដមានកូនស្រី2នាក់ម្នាក់ឈ្មោះរំជែកនិងម្នាក់ទៀតឈ្មោះរំចង់នាងទាំង2នាក់នេះមានរូបសម្រស់ស្រស់ស្អាតណាស់ចាច់រិយាចរិតថ្លៃថ្នូរគួរជាទីរាប់អានចំពោះអ្នកផងទាំងពួងមិនតែប៉ុណ្ណោះថែមទាំងមានបុណ្យបារមីពូកែស័ក្តិសិទ្ធិទៀតផងរហូតដល់បរិសុទ្ធទាំងឡាយមិនហ៊ានចូលស្ដីដណ្ដឹងនាងធ្វើជាភរិយាឡើយដូចចាស់បុរាណលោកពោលថាអ្នកក្រមិនហ៊ានអ្នកមានមិនចូលលោកចំណេះការពេលក្រោយមកនាងក្រមុំទាំងពីរចេះតែមានក្តីកង្វល់ខ្លាចក្រែងខ្លួនមិនមានប្តីទាំងគេតើបានអ្នកណាស្នងត្រកូលតទៅទៀតក៏ពិគ្រោះគ្នាពីអ្នកបងប្អូនថាមើលចុះគេគ្រប់គ្នាសុទ្ធតែមានគូអនាគតរបស់គេសូម្បីតែសត្វគ្រប់ប្រភេទក៏វាមានគូរបស់វាដែរចម្លែកតែយើងពីរនាក់គ្មានអ្នកណាមកចាប់អារម្មណ៍លើរូបយើងសោះក្រោយមកនាងរំជែកនិងនាងរំចង់ក៏នាំគ្នាទៅជម្រាបលោកសេដ្ឋីជាឪពុកដើម្បីពិភាក្សាគ្នាអំពីអនាគតរបស់ខ្លួនលោកសេដ្ឋីបន្ទាប់ពីសន្តាប់ពាក្យសម្ដីរបស់កូនទាំងពីរហើយក៏មិនដឹងដោះស្រាយដោយវិធីណាទេហើយក៏ទៅជួបលោកហោរាឲ្យលោកគុណគូពីជោគវាសនារបស់កូនស្រីតាហោរាទុះទាយទៅឃើញថានាងទាំងពីរមានបុណ្យបារមីខ្ពស់ណាស់មិនមានវាសនាអាចរកគូស្រករបានឡើយព្រោះពួកនាងជាមនុស្សគ្មានកម្មតាំងពីថ្ងៃនោះមកសេដ្ឋីនិងកូនទាំងពីរក៏មានការកង្វល់ក្នុងចិត្តយ៉ាងក្រៃលែងសេដ្ឋីក៏ទៅពិគ្រោះនឹងតាហោរាម្ដងទៀតហើយសួរថាតាហោតើខ្ញុំអាចសង្គ្រោះកូនខ្ញុំដោយវិធីណាដើម្បីឲ្យពួកនាងរួចផុតពីកម្មពៀរនេះហោរាគុណគូលមើលម្ដងទៀតក៏ឆ្លើយថាមានតែវិធីតែមួយគត់ដែលធ្វើឲ្យនាងទាំងពីរអាចរួចផុតពីការរស់នៅឯកោនេះបានគឺត្រូវកសាងរូបសំណាកម្នាក់ឲ្យបានមួយធ្វើអំពីសម្រិទ្ធដើម្បីឲ្យជាតិក្រោយនាងមានគូស្រករនៅអាយុ18ឆ្នាំបន្ទាប់មកលោកសេដ្ឋីក៏ឲ្យគេកសាងរូបសំណាកកូនស្រីធ្វើអំពីសម្រិទ្ធព្រមទាំងបានដាក់ឈ្មោះឲ្យរូបសំណាកនោះជាព្រះនាងរំជែកនិងព្រះនាងរំចង់លោកយូរទៅពាក្យនេះក៏คล้ายមកជាពាក្យព្រះអង្គជែកព្រះអង្គចង់រហូតមកដល់សព្វថ្ងៃនេះមានរឿងដំណាលនិទានមួយបែបទៀតមានន័យផ្សេងពីនេះដែលមានសេចក្តីដំណាលថាជាយូរលង់ណាស់មកហើយមានស្ដេចអង្គមានឫទ្ធិបារមីខ្លាំងពូកែណាស់ទ្រង់មានស្រីស្នំជាច្រើនអ្នកដែលរស់នៅក្នុងព្រះរាជវាំងរបស់ទ្រង់តែក្នុងចំណោមស្រីស្នំទាំងអស់នោះមាននារី2នាក់ដែលមានព្រះឆោមឡោមពណ៌ស្រស់ស្អាតជាងគេមានចរិយាមាយាទថ្លៃថ្នូរសុភាពរៀបសារខុសពីស្រីស្នំទាំងឡាយនោះគឺព្រះនាងជែកនិងព្រះនាងចោមក្រោយមកព្រះនាងជែកនិងព្រះនាងចោមមានសេចក្តីជ្រះថ្លាជាមួយនឹងព្រះពុទ្ធសាសនាក៏បានសូមប្រជានិញ្ញាតពីព្រះមហាក្សត្រលាចាកចេញទៅបួសជាភក្ខុនីទាំងពីរអង្គដោយសារតែភិក្ខុនីទាំងពីរមានគុណសម្បត្តិល្អនិងមានព្រហ្មវិហារធម៌ល្អយ៉ាងប្រពៃធ្វើឲ្យមនុស្សម្នាទាំងឡាយគោរពប្រតិបត្តិចំពោះទ្រង់គ្រប់គ្នាលុះដល់ភិក្ខុនីអស់ប្រជញ្ញទៅព្រះមហាក្សត្រនិងប្រជាពលរដ្ឋ
គេក៏នាំគ្នាកសាងរូបសំណាក់ព្រះអង្គឡើងគឺរូបព្រះអង្គចេកនិងព្រះអង្គចោមនេះឯងនិយាយពីបារមីព្រះអង្គចេកព្រះអង្គចោមតាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរនិងស្ថានភាពពិតប្រជាណាចក្រកម្ពុជាយើងគឺជាចក្រភពមួយដែលមានឈ្មោះល្បីល្បាញនៅជ្រោយឥណ្ឌូចិននាសម័យមហានគរចាប់ពីសតវត្សទី8រហូតដល់សតវត្សទី12លក្ខណៈពិសេសរបស់វប្បធម៌អរិយធម៌ខ្មែរគឺការកសាងប្រាសាទថ្មជាច្រើនដែលប្រទេសផ្សេងពុំមានដូចក្នុងនោះមានខេត្តសៀមរាបគឺជាទឹកដីមួយដែលសម្បូរទៅដោយអច្ឆរិយវត្ថុដ៏អស្ចារ្យនិងពោជនីយដ្ឋានរបស់ដូនតាខ្មែរយើងជាច្រើនកន្លែងមានប្រាង្គប្រាសាទបុរាណដ៏ប្រណិតជាពិសេសប្រាសាទអង្គរវត្តដែលជនបរទេសបានទទួលស្គាល់ហើយចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចមកហើយដែរទន្ទឹមនឹងនេះក្រោយពីភាពល្បីរន្ទឺអំពីប្រាសាទនានាយើងសង្កេតឃើញអាថ៌កំបាំងនៃវត្ថុស័ក្តិសិទ្ធិនិងបារមីដ៏ខ្លាំងពូកែជាច្រើនកន្លែងឯទៀតផងដែរប្រជាជនខ្មែរយើងធ្លាប់តែបានឮតគ្នាពីខេត្តមួយទៅខេត្តមួយអំពីមហិទ្ធិឫទ្ធិដ៏ខ្លាំងពូកែនៃព្រះពុទ្ធបដិមាពីព្រះអង្គនៅខេត្តសៀមរាបនោះគឺព្រះអង្គចេកព្រះអង្គចោមជាការពិតណាស់ទោះជាក្នុងសម័យអង្គរនិងសម័យក្រោយអង្គររហូតមកដល់សម័យបច្ចុប្បន្នក្តីជំនឿលើវត្ថុស័ក្តិសិទ្ធិនៅតែមានអត្ថភាពនិងឥទ្ធិពលគ្របសង្កត់មកលើផ្នត់គំនិតប្រជាពលរដ្ឋខ្មែរយើងជានិច្ចដោយសារភាពល្បីល្បាញនិងបារមីព្រះអង្គចេកព្រះអង្គចោមបានខាបអន្តងចិត្តប្រជាពលរដ្ឋខ្មែរឲ្យគោរពបូជានិងមានជំនឿលើបារមីព្រះអង្គទាំងពីរហើយបានខិតខំរក្សាការពារឲ្យនៅស្ថិតស្ថេរគង់វង្សរហូតមកដល់សព្វថ្ងៃនេះការដើមឡើយព្រះអង្គចេកព្រះអង្គចោមត្រូវបានសាងឡើងដោយបុត្រីដែលគ្រប់គ្រងនាសម័យនោះបានដាក់រូបសំណាកព្រះអង្គទាំងពីរនោះថាព្រះអង្គចេកព្រះអង្គចោមរូបសំណាកទាំងពីរនេះធ្វើឡើងអំពីសំរិទ្ធលាយជាមួយលង្ហិនមាសព្រមទាំងលោហៈធាតុដ៏មានតម្លៃជាច្រើនទៀតលាយបញ្ចូលដែលជាស្នាដៃនៃវិស្វករយ៉ាងចាត់ចង់ជាទីបំផុតនាសម័យនោះដោយមនុស្សសម័យនោះមានជំនឿយ៉ាងមុតមមទៅលើមន្តអាគមសាសនាការបន់ស្រន់និងដោយសារមហិទ្ធិឫទ្ធិដ៏អស្ចារ្យព្រះអង្គរបស់ព្រះអង្គចេកព្រះអង្គចោមធ្វើឲ្យប្រជារាស្ត្រព្រមទាំងអ្នកនៅក្នុងតំបន់ក្រៅតំបន់ព្រមទាំងអ្នកដឹកនាំនាសម័យនោះមានជំនឿគ្រប់គ្នាហើយគោរពបូជាតគ្នាគ្រប់តំណតមកដើមឡើយបដិមាព្រះអង្គចេកព្រះអង្គចោមត្រូវគេយកទៅមកលទុកក្នុងតំបន់រូបព្រះពន្ធជាប់រហូតដល់សម័យអាណានិគមបារាំងចូលមកត្រួតត្រានៅប្រទេសកម្ពុជានៅពេលនោះភាពល្បីរន្ទឺស្ដីពីរូបសំណាកនិងមហិទ្ធិឫទ្ធិព្រះអង្គចេកព្រះអង្គចោមក៏បានដឹងដល់ពួកបារាំងពួកគេក៏មានបំណងចង់ដណ្ដើមយករូបសំណាកទាំងពីរឲ្យទាល់តែបានមូលហេតុដែលពួកគេចង់បាននោះបណ្ដាលមកពីបដិមារូបនេះជារបស់បុរាណហើយមានមហិទ្ធិឫទ្ធិបារមីខ្លាំងពូកែដោយសារបដិមារូបនេះជាសម្រិទ្ធលាយលង្ហិនផងនិងគឺជាវត្ថុដ៏មានតម្លៃបំផុតប៉ុន្តែគម្រោងរបស់ពួកគេត្រូវបរាជ័យនិងស្លាប់ជាបន្តបន្ទាប់ដោយសាររូបសំណាកព្រះអង្គចេកព្រះអង្គចោមមានមហិទ្ធិឫទ្ធិនិងបារមីត្រូវបានគេរក្សាទុកដោយចល័តគ្រប់ទីកន្លែងនិងមានអ្នកថែរក្សាយ៉ាងម៉ត់ចត់កាលនោះមានព្រះរាជគុណព្រះចៅអធិការវត្តអង្គរខាងជើងជាអ្នកស្នេហាសម្បត្តិវប្បធម៌និងយល់ដឹងពីភារកិច្ចកាតព្វកិច្ចរបស់ខ្លួននិងជាអ្នកបន្តវេនថែរក្សាមរតកវប្បធម៌
ឲ្យបានគង់វង្សដល់កូនចៅជំនាន់ក្រោយការបើប្រដាជគុណព្រះចៅអធិការស្ដាប់បាននៅសភាពការនិងគម្រោងការដ៏អាក្រក់របស់បារាំងហើយលោកក៏ប្រញាប់ប្រញាល់យករូបព្រះអង្គជ័យព្រះអង្គចោមចេញពីរូបព្រះពាន់តំផុនអង្គរទៅទុកនៅព្រះវិហារវត្តអង្គរខាងជើងប៉ុន្តែក្រោយមកពួកបារាំងបានដឹងពួកគេក៏ទៅតាមរកបន្តទៀតដោយដឹងពីបំណងបារាំងដូច្នេះលោកគ្រូចៅអធិការវត្តបានប្រាប់ទៅលោកគ្រូសូត្រឲ្យឆាប់យកមករំដោះរូបព្រះអង្គទាំងពីរទៅទុកនៅក្នុងគលេនតំបន់ធ្លកវាពួកបារាំងក៏ទៅតាមទៅដល់ទីនោះទៀតតែលោកគ្រូប្រជាតកាបានយកព្រះអង្គទៅលាក់ទុកបន្តទៅកន្លែងផ្សេងតទៅទៀតដែរក្រោយមកមេតបដាប់ជួនបានស្នើសុំយកព្រះអង្គជ័យព្រះអង្គចងទៅរក្សាទុកហើយបានសុំព្រះអង្គយកម្រាមដៃមួយធ្វើជាតីគ្រូទុកការពារខ្លួនគឺយកម្រាមដៃឆ្វេងរបស់ព្រះអង្គជ័យតាំងពីពេលនោះមកដាប់ជួនហាក់បីដូចជាខ្លាំងពូកែបាញ់មិនត្រូវហើយព្រះអង្គអាចជួយបាត់បង់រូបដាប់ជួននៅពេលមានអាសន្នទៀតផងក្រោយមកដោយសារដាប់ជួនរវល់ចូលព្រៃពេករូបសំណាក់ព្រះអង្គក៏បានយកមករក្សាទុកក្នុងព្រះវិហារវត្តអង្គរខាងជើងវិញចំណែកឯលោកគ្រូមេគុណវត្តមានការព្រួយបារម្ភពីសុវត្ថិភាពរបស់រូបសំណាក់ព្រះអង្គទាំងពីរខ្លាំងណាស់ណាមួយខ្លាចបានដឹងដំណឹងនេះដល់ទៅលើបារាំងនិងសៀមណាមួយខ្លាចបាត់បង់វត្ថុដ៏មានតម្លៃស័ក្តិសិទ្ធិក៏រំដោះរូបសំណាក់ព្រះអង្គទាំងពីរនោះចាក់ចេញពីព្រះវិហារវត្តអង្គរខាងជើងយកទៅលាក់នៅតំបន់ឃុំពាក់ស្នែងទៀតរីឯពួកបារាំងការបើស្វែងរករូបសំណាក់ព្រះអង្គជេងព្រះអង្គចោមពុំឃើញពួកវាក៏ប្រមូលយកវត្ថុមានតម្លៃជាច្រើនដូចជារូបសំណាក់បុរាណមានព្រះវិស្ណុព្រះនារីព្រះកុជសាព្រះគណេសក្បាលអ្នកតានិងរូបបដិមាត្បូងមាសប្រាក់ជាដើមដាក់នៅតំបន់អង្គរយកទៅជាមួយយ៉ាងច្រើនក្រាស់ក្រែលមិនអាចកណនាបានប៉ុន្តែពេលនោះពួកវាមួយចំនួនទៅបានស្លាប់ក្រមឫទ្ធិបារមីរបស់ព្រះអង្គទាំងពីរព្រោះតែអំពើលោភលន់និងការឈ្លានពានរបស់ពួកគេបន្ទាប់ពីនោះមកគេបានតម្កល់រូបសំណាក់នេះនៅអង្គរតូចហើយសន្ធប់ថ្មយ៉ាងជិតតែក្រោយមកមានក្រុមចោរបានមកដាប់ថ្មនោះដើម្បីយកវត្ថុមានតម្លៃទង្វើទាំងនេះប្រព្រឹត្តដោយជនអកតេបំផ្លាញវប្បធម៌បំផ្លាញសម្បត្តិមរតកជាតិឯងព្រោះនៅសម័យនោះគេចេះបង្កប់វត្ថុមានតម្លៃដូចជាមាសគុជត្បូងនៅក្នុងវត្ថុស័ក្តិសិទ្ធិនានាជាដើមឡើយដោយតែជាបារមីរបស់ព្រះអង្គជ័យព្រះអង្គចងទ្រង់ក៏បាននិមិត្តជាសម្លេងស្រែកប្រាប់ប្រជារាស្ត្រនៅទីនោះឲ្យឮថាឯកនៅពួកអវៈនៅស្រះស្រង់លើកដៃតម្រង់រំលាយព្រះអង្គហើយពេលប្រជារាស្ត្របានឮហើយក៏ចាត់មនុស្សជាក្រុមឲ្យតាមរកឯកនិងអវៈដល់ទីកន្លែងដែលព្រះអង្គបានប្រាប់ពួកវាបានដឹងថាក្រុមប្រជារាស្ត្រតាមរកក៏នាំគ្នារត់ប្រះយកបាត់អស់ទៅក្រោយមកប្រជារាស្ត្រនិងព្រះសង្ឃបានយករូបបដិមាព្រះអង្គទាំងពីរទៅលាក់ទុកពីកន្លែងមួយទៅកន្លែងមួយទៀតយ៉ាងស្ងាត់បំផុតហើយក្នុងអំឡុងពេលដែលបារាំងកំពុងតែសើជឿតាមរករូបសំណាកព្រះអង្គនោះមានលោកតាមួយព្រះអង្គព្រះនាមស្រុំបានយករូបព្រះអង្គជ័យព្រះអង្គចងទៅលាក់ទុកមុននៅអង្គរវត្តហើយក្រោយមកក៏បានយកទៅលាក់ទុកនៅស្រុកខ្វាវព្រោះទីនោះមានព្រះសង្ឃនិងមានអ្នកថែរក្សាយ៉ាងប៉ត់ចត់រឿងដែលតាក់ទងទៅនឹងប្រវត្តិព្រះអង្គជ័យព្រះអង្គចងដដែលនេះមានមតិខ្លះបានបញ្ជាក់អះអាងថាមុនពេលដាប់ជួនឡើងជាស្ដេចត្រាញ់ដាប់ជួនគឺជាមេឥស្សរៈរស់នៅក្នុងព្រៃ
កាលនោះមានគ្រួសារមួយបានយករូបបដិមាព្រះអង្គជ័យព្រះអង្គចោមនេះទៅលាក់ទុកក្នុងព្រៃកប់ជួនមានថ្ងៃមួយត្រូវនឹងថ្ងៃសិលកងទ័ពដាក់ជួនឃើញនារីម្នាក់កាន់ទៀនធូបនិងបាច់ផ្កាដើរសំដៅទៅក្នុងព្រៃនោះឃើញដូច្នេះកងទ័ពដែលធ្វើការយាមល្បាតតាមជើងព្រៃក្នុងតំបន់នោះក៏បានសាកសួរទៅនាងដោយនាងខ្លាចអំណាចទ័ពដាក់ជួននាងក៏បានប្រាប់ឈ្មោះព្រះអង្គជ័យព្រះអង្គចោមនិងប្រាប់ទីកន្លែងលាក់រូបព្រះអង្គជ័យព្រះអង្គចោមហើយនាងប្រាប់ថានាងតែងតែយកការទៀនធូបមកបូជានៅទីនោះជារៀងរាល់ថ្ងៃសិលពួកទ័ពទាំងនោះក៏បាននាំយកដំណឹងនេះទៅប្រាប់ដាបឈួនបានទទួលដំណឹងនេះហើយក៏បានធ្វើពិធីបួងសួងប្រតិបត្តិចំពោះព្រះអង្គជ័យព្រះអង្គចោមហើយក៏បានបួងសួងសុំបរិយាព្រះអង្គទាំងពីរធ្វើជាគ្រូបាស្យាយដោយដាបឈួនមានជំនឿយ៉ាងខ្លាំងទៅលើបារមីព្រះអង្គជ័យព្រះអង្គចោមនិងមន្តអាគមចាប់ពីពេលនោះមកដាបឈួនក៏យកព្រះអង្គជ័យព្រះអង្គចោមមកថែរក្សាដោយផ្ទាល់ឥទ្ធិពលនៃមហិទ្ធិឫទ្ធិរបស់ព្រះអង្គជ័យព្រះអង្គចោមបានល្បីរន្ទឺសុខស្អាយកាន់តែខ្លាំងឡើងហើយប្រជារាស្ត្រទូទាំងនៅក្នុងខេត្តសៀមរាបក៏មានជំនឿតគ្នាចាប់ពីពេលនោះមកផងដែរក្រោយមកដាបឈួនក៏បានដឹងថាពួកបារាំងកំពុងតែស្វែងរករូបសំណាកព្រះអង្គជ័យព្រះអង្គចោមទៅយករូបព្រះអង្គជ័យព្រះអង្គចោមទៅលាក់ទុកក្នុងភូមិតបៃជិតភ្នំគូលែនក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាបនៅក្នុងព្រៃហើយដាបឈួនបានឲ្យតាម្នាក់ដែលមានចិត្តស្មោះត្រង់ចំពោះគាត់ក៏ប្រគល់រូបសំណាកព្រះអង្គទាំងពីរនេះទៅឲ្យតានោះជាអ្នកថែរក្សាដំណើរក្រោយមកទៀតដាបឈួនក៏ច្បាំងជាមួយបារាំងតែមុនពេលរៀបចេញទៅច្បាំងដងដាបឈួនបានធ្វើការបួងសួងបានស្រន់សូមឲ្យព្រះអង្គជ័យព្រះអង្គចោមជួយច្បាំងឲ្យឈ្នះបារាំងដោយសន្យានឹងព្រះអង្គថាខ្លួនមិនក្បត់ជាតិដោយថែមទាំងសន្យាធ្វើបុណ្យសង់ព្រះវិហារថ្វាយព្រះអង្គព្រមទាំងរៀបចំទីកន្លែងទុកដាក់ឲ្យបានត្រឹមត្រូវទុកសម្រាប់ជាទីសក្ការៈទៀតផងពេលនោះបារមីព្រះអង្គជ័យព្រះអង្គចោមក៏បានបញ្ចេញញើសពេញខ្លួនឲ្យដាបឈួនហើយកងទ័ពទាំងអស់ក៏នាំគ្នាយកញើសពីដាបឈួនមកលាបមុខលាបក្បាលគ្រប់គ្នាដើម្បីទៅច្បាំងឲ្យឈ្នះនឹងពួកបារាំងដោយសារបារមីនឹងការជឿលើព្រះអង្គជ័យព្រះអង្គចោមទើបដាបឈួនព្រមទាំងកងទ័ពទាំងអស់ទទួលបានជ័យជំនះលើពួកបារាំងមែនពេលដាបឈួនធ្វើសង្គ្រាមឈ្នះបារាំងហើយគាត់ក៏បានសង់បន្ទាយក្រោយវត្តកេសវរាមសពថ្ងៃហើយគាត់បានយករូបសំណាកព្រះអង្គជ័យព្រះអង្គចោមទៅតម្កល់ទុកនៅទីនោះទុកឲ្យកូនធាននៅចាំការពារថែរក្សាគ្រប់ឧជារាល់ថ្ងៃអ្វីត្បិតតែពួកបារាំងចាញ់សង្គ្រាមជាមួយដាបឈួនក៏ដោយក៏បារាំងមិនបានបញ្ឈប់ពីការស្វែងរកព្រះអង្គជ័យព្រះអង្គចោមនោះដែរព្រោះប្រទេសកម្ពុជាមិនទាន់បានឯករាជ្យពីបារាំងនៅឡើយតែទោះជាបារាំងខំប្រឹងប្រែងរកព្រះអង្គយ៉ាងណាក៏រកពុំឃើញដែរព្រោះថាពេលមានអាសន្នដងឬក៏ត្រូវទទួលការឃ្លានពីជនណាម្នាក់ចំពោះព្រះអង្គជ័យព្រះអង្គចោមដាបឈួនអាចលើក3ពរព្រះអង្គទាំងពីរបានយ៉ាងងាយគឺដោយសារព្រះអង្គទាំងពីរបានសម្រាលខ្លួនឲ្យស្រាលដើម្បីឲ្យដាបឈួនលើករួចស្ថិតក្នុងសម័យដែលដាបឈួនធ្វើជាមេឥស្សរៈរស់នៅក្នុងព្រៃមុនឆ្នាំ1960គឺមុនសម័យសម្ដេចហើយទាមទារឯករាជ្យឆ្នាំ1954ដាបឈួនក្តាប់នៅសភាពការក៏បានដឹងថាបារាំងចង់បានរូបសំណាកព្រះអង្គជ័យព្រះអង្គចោមណាស់ទើបដាបឈួនយករូបព្រះអង្គជ័យព្រះអង្គចោមទាំងពីរនេះទៅលាក់ទុកនៅឃុំតបែងស្រុកបន្ទាយស្រីយើងសពថ្ងៃគាត់បានយកទៅលាក់ទុកក្បែរតួប្រាសាទបុរាណមួយជាតួប្រាសាទបែកបាក់រលេះអស់ក្បែរដើមថ្លុកដួលមួយតែក្រោយមកស្រាប់តែដើមថ្លុកនោះចេះលូតលាស់វិញហើយចេះវាទើបអ្នកស្រុក
ឲ្យឈ្មោះកន្លែងនោះថាទួលធ្លុកវាចាប់តាំងពីពេលនោះមកដាប់ជួនត្រូវបារមីព្រះអង្គជ័យព្រះអង្គចោលតាមថែរក្សារហូតបញ្ហាមួយទៀតដែលតាក់ទងទៅនឹងដាប់ជួនជាមួយនឹងព្រះអង្គជ័យព្រះអង្គចោលនេះដែរក៏មានមតិមួយចំនួនបានអះអាងថាក្រោយពេលដែលបារាំងបានប្រគល់ឯករាជ្យឲ្យមកប្រទេសកម្ពុជាវិញពេលនោះដាប់ជួនចង់បានអំណាចពេកសម្ដេចសៀនុក៏ឲ្យដាប់ជួនគ្រប់គ្រងខេត្តមួយគឺខេត្តសៀមរាបប៉ុន្តែគាត់ពុំព្រមទទួលយកឡើយព្រោះគាត់ចង់ត្រួតត្រាមួយជំហានប្រទេសភាគខាងជើងពេលនោះដាប់ជួនបានរៀបចំគម្រោងការផ្សេងៗក្នុងគោលបំណងក្បត់នឹងសម្ដេចសីហនុប៉ុន្តែគម្រោងនេះពុំអាចសម្រេចបានទេព្រោះថាបារមីព្រះអង្គជ័យព្រះអង្គចោមតាមថែរក្សាតែមនុស្សណាដែលស្មោះត្រង់ចំពោះមាតុភូមិតែប៉ុណ្ណោះនៅពេលដែលដាប់ជួនក្បត់នឹងឧត្តមតិខ្លួនក្បត់ទឹកដីក្បត់ពាក្យសម្បត្តិព្រោះថាមុនពេលដែលដាប់ជួនចូលជាចលនាកងទ័ពខ្មែរឥស្សរៈមុនពេលដែលមានបនស័កនិងមានអំណាចជាមេទ័ពសម្ដេចឪបានហៅដាប់ជួនឲ្យមកផឹកទឹកសម្បត្តិនៅអង្គរធំហើយដាប់ជួនបានសច្ចាថាបើខ្លួនក្បត់នឹងសម្ដេចឪសូមឲ្យស្លាប់នឹងគ្រឿងសព្វាវុធចុះលុះដល់ពេលដាប់ជួនក្បត់គាត់ក៏រត់ទៅថ្វាយបង្គំសូមឲ្យព្រះអង្គជ័យព្រះអង្គចោមជួយការពារគាត់តែពេលនោះព្រះអង្គទាំងពីរក៏លែងជួយដាប់ជួនតទៅទៀតដែរប៉ុន្តែកន្លងមកក្រៅពីមហិទ្ធិឫទ្ធិរបស់ព្រះអង្គជ័យព្រះអង្គចោមនិងមនោគមគាថារបស់ដាប់ជួនគាត់នៅមានប្រពន្ធរបស់គាត់ម្នាក់មួយយាយកណ្ដុំស័កដែលមានរោងកណ្ដាញនៅលើយូនីរោងកណ្ដាញនេះពូកែណាស់កាប់មួយមុតដុតមួយឆេះបាញ់ក៏មិនផ្ទុះហើយមានមតិមួយចំនួនបាននិយាយថាពេលដាប់ជួនធ្វើសង្គ្រាមព្រាតជាមួយខ្មាំងសត្រូវយាយកណ្ដុំស័កតែងតែនាំមុខហើយរៀបរៀងក្របកំភ្លើដែលពួកទ័ពនៅពេលដែលគេបាញ់សន្ធប់មកលើក្រុមគាត់ជាមួយដាប់ជួនប៉ុន្តែដោយសារឥទ្ធិពលនៃអំណាចធ្វើឲ្យដាប់ជួនមិនគម្រប់ពាក្យសច្ចៈក្បត់នឹងពាក្យសម្បត្តិរបស់ខ្លួនម្ដងហើយម្ដងទៀតទើបមហិទ្ធិឫទ្ធិព្រះអង្គជ័យព្រះអង្គចោមត្រូវសារព្រលាបអស់ពេលនោះដាប់ជួនមានបំណងចង់គេចខ្លួនទៅប្រទេសថៃហើយក៏មកថ្វាយបង្គំសុំយកព្រះអង្គជ័យព្រះអង្គចោមទៅជាមួយតែប្រលឹងនឹងបារមីព្រះអង្គមិនព្រមទៅបណ្ដោះឲ្យដាប់ជួនលើកពុំរួចឡើយទើបដាប់ជួនកាច់មេដៃព្រះអង្គយកទៅធ្វើជាតីគ្រូហើយនាំយាយកណ្ដុំស័ករត់ចេញទៅនៅពេលដែលដាប់ជួនរត់ភៀសខ្លួនទៅបាត់គេក៏បានដង្ហែព្រះអង្គជ័យព្រះអង្គចោមចេញពីកន្លែងដាប់ជួនមកតម្កល់នៅកន្លែងថ្មីពេលនោះគេបានសង្កេតឃើញរូបព្រះអង្គមានឈាមហូរចេញពីខ្លួនគេក៏នាំគ្នាជូតឈាមនោះហើយស្រាប់តែឮសំឡេងស្រែកហឺហឺយើងមិនចង់នៅទីនេះទេព្រោះឪយើងបានក្បត់ចិត្តទៅហើយសំឡេងនេះគេឮនិយាយផុសចេញពីក្នុងថ្មកូនទាហានទាំងនោះកាលបានឮហើយក៏ហៅគ្នាទៅជួយស្ដាប់ថ្មនោះក៏បាននិយាយបន្តទៀតថាកុំយកយើងទៅណាអីបើគេបន្ទុកយើងនៅទីនេះតើគេយកយើងទៅទីណាគេនាំគ្នាយកយើងទៅអង្គរឬហើយក៏ឈប់និយាយតទៅទៀតលុះស្អែកឡើងស្រាប់តែឮសំឡេងនេះនិយាយម្ដងទៀតពួកទាហានទាំងនោះក៏បន់ស្រាំថាអូព្រះអង្គជ័យព្រះអង្គចោមអើយសូមព្រះអង្គទាំងពីរសូមលោកគុំប្រកែប្រកាន់នឹងពួកកូនចៅអីសូមព្រះអង្គជួយពួកកូនចៅផងពេលនោះស្រាប់តែឮសំឡេងពីក្នុងថ្មមកទៀតថានៅបន់អីទៀតបន្តិចទៀតពួកឯងនឹងឃើញហើយក្រោយមកគឺចំពេលដែលដាប់ជួនក្បត់ជាតិបានរត់ទៅដល់ព្រំដែនថៃពេលនោះកងទ័ពរបស់សម្ដេចសីហនុក៏បានដឹងហេតុការណ៍ជាមុនថាដាប់ជួនប្រុងរត់ទៅប្រទេសថៃពួកគេបានត្រៀមចាំខ្លួនមុនជាស្រេចហើយក៏ចាប់បានជនទាំងពីរនាក់ប្តីប្រពន្ធនិងកងទ័ពការពារដាប់ជួនចំនួន15នាក់ផងដែរនៅត្រង់បញ្ហានេះមតិប្រជាពលរដ្ឋខ្លះដែលជាចាស់ទុំមួយចំនួនបាននិយាយតនេះថានៅពេលដាប់ជួននាំប្រពន្ធនិងបពពួកមួយចំនួនរត់ទៅដល់ព្រំដែនថៃ
រៀបនឹងឆ្លងទៅដល់ទឹកដីថៃនោះហើយគឺមានឧបកហេតុមួយដ៏អស្ចារ្យគឺមានពស់មួយគូធំប៉ុនដើមថ្នោតមករារាំងច្រកចូលទៅថៃទើបពួកគេស្លុតស្មារតីហើយកងទ័ពសម្ដេចសីហនុបានទៅតាមទាន់ទើបចាប់ពួកគាត់បាន10ឈួននិងទ័ពចំនួន15នាក់ត្រូវបានសម្លាប់នៅភ្នំនាងលែងស្រុកព្រលឹងនៅសល់តែយាយក្ដុំស័កជាប្រពន្ធក៏ទៅរស់នៅក្នុងភូមិត្បែងស្រុកបន្ទាយជ្រៃរហូតមកចំណែកក្រោយមកក្រៅពីបារាំងដែលចង់បានរូបសំណាកព្រះអង្គជ័យព្រះអង្គចុងនេះពួកសៀមក៏មានគំនិតចង់បានរូបសំណាកនេះដែរតែដោយបារមីព្រះអង្គទាំងពីរបានចូលទៅសន្តិដ្ឋក្នុងរូបអ្នកភូមិក្នុងគ្រួសារមួយបាននិយាយថាឆាប់យករូបខ្ញុំចេញពីអង្គរវត្តទៅលាក់ទុកក្នុងព្រៃថ្លោកនោះវិញពួកអ្នកស្រុកក៏យករូបព្រះអង្គទាំងពីរទៅលាក់ទុកតាមបណ្ដាំព្រះអង្គមែនកាលនោះពួកសៀមបានតាមរករូបសំណាកព្រះអង្គជ័យព្រះអង្គចុងគ្រប់ទីកន្លែងតែរកពុំឃើញក៏ប្រមូលយករូបបដិមាផ្សេងៗព្រមទាំងវត្ថុបុរាណជាច្រើនយកទៅស្រុកវាខេត្តសៀមរាបពីដើមមកសៀមធ្លាប់ធ្វើសង្គ្រាមចាញ់ខ្មែរទើបគេដាក់ឈ្មោះស្រុកនោះហៅថាសៀមរាបជាប់រហូតមកប៉ុន្តែតាមឯកសារខ្លះនៃពងសាវតាខ្មែរនិងប្រវត្តិសាស្ត្រខ្មែរខេត្តសៀមរាបនេះត្រូវបានគេឲ្យឈ្មោះនៅសម័យលង្វែកក្នុងរជ្ជកាលព្រះបាទច័ន្ទរាជាលុះមកដល់ពេលដែលប្រកូលណាជាអង្គម្ចាស់ជីវិតនគរលើត្បូងព្រះបាទនរោត្តមព្រះសីហនុយាងចូលមាតុភូមិវិញបន្ទាប់ពីបានទទួលឯករាជ្យពីបារាំងឆ្នាំ1953-54ស្រុកមានសន្តិភាពគេបានដង្ហែសម្ដេចទៅចូលខ្លងទ្វារខាងកើតនៃអង្គរហើយក៏ដង្ហែបន្តទៅភ្នំពេញកលមកយើងសង្កេតឃើញមានផលវិបាកធំមួយទៀតចំពោះប្រជាជាតិគឺការក្បត់របស់លន់នល់បន្ទាប់មកក៏ឈានទៅដល់សម័យរដ្ឋប្រហាររបស់លន់នល់តែម្ដងក្រោយពីសម័យរដ្ឋប្រហារលោកស្នាព្រះអង្គជ័យព្រះអង្គចុងក៏និមិត្តជាសំនៀងម្ដងទៀតថាឃើញទេខ្ញុំថានេះត្រូវឬខុសពិតឬមិនពិតព្រោះថាមុនពេលដែលគេចាប់ដាបឈួនបានទៅលោកព្រះអង្គជ័យព្រះអង្គចងក៏ធ្លាប់និមិត្តសំនៀងពីក្នុងថ្មប្រាប់ថាតែចាំអីទៀតបន្តិចទៀតនឹងដឹងហើយរហូតមកដល់ឆ្នាំ1975-1979សម័យប៉ុលពតពួកគេបានដាក់មីនកំទេចរូបបដិមាព្រះអង្គជ័យព្រះអង្គចងនេះចោលហើយចេតិយនិងព្រះវិហារក៏បានទទួលនៅការរងខូចខាតទាំងអស់ប៉ុន្តែរូបព្រះអង្គជ័យព្រះអង្គចងមិនត្រូវទទួលនៅការខូចខាតអ្វីបន្តិចឡើយចំណែកក្រុមអ្នកដាក់មីនវិញក៏ត្រូវឈឺស្លាប់អស់មួយចំនួនធំក្រោយពីការកំទេចវិហារបែកបាក់អស់ហើយពួកគេបានជីករណ្ដៅសីមាកកាយដើម្បីយកមាសប្រាក់ហើយក៏ទម្លាក់ព្រះអង្គទាំងពីរចូលទៅក្នុងរណ្ដៅសីមានោះលុះដល់ពេលមានភ្លៀងធ្លាក់ធំបោកលិចព្រះអង្គទាំងពីរនៅត្រាំក្នុងទឹករណ្ដៅនោះទៅបារមីព្រះអង្គទាំងពីរបានចូលរូបមនុស្សម្នាក់ដោយនិយាយថាពួកវាយកអញមកត្រាំទឹកពួកវាយកអញមកត្រាំទឹកនៅពេលពួកគេបានឮដឹងដូច្នេះហើយពួកគេក៏នាំគ្នាសង់ព្រះអង្គឡើងវិញហើយដឹកយកទៅដាក់នៅវត្តដំណាក់បន្ទាប់មកពួកទាហានខ្មែរក្រហមបំរុងបញ្ជូនរូបសំណាកព្រះអង្គជ័យព្រះអង្គចោមទៅប្រទេសចិនគេក៏បានរៀបចំលើកព្រះអង្គទាំងពីរដាក់ទៅលើឡានម៉ាក់ហ្សេអំសេពេលនោះស្រាប់តែបញ្ឆេះម៉ាស៊ីនបញ្ឆេះសោះពួកទាហានខ្មែរក្រហមក៏លើកព្រះអង្គដាក់ចុះមកវិញដោយដាក់ព្រះអង្គឲ្យបញ្ឈរមួយនិងព្រះអង្គមួយទៀតឲ្យដេករួចហើយពួកវារៀបចំដាក់មីនកំទេចចោលម្ដងទៀតប៉ុន្តែមីននោះមិនផ្ទុះសោះទើបពួកវាយករូបព្រះអង្គជ័យព្រះអង្គចោមទៅទម្លាក់ក្នុងស្រះខាងត្បូងព្រះវិហារចោលទៅក្រោយសម័យរំដោះចេញពីរបបប៉ុលពត1979
នៅសម័យរដ្ឋកម្ពុជាគេបានស្រាវជ្រាវរកឃើញព្រះអង្គជ័យព្រះអង្គចោមហើយក៏បានដង្ហែមកតម្កល់ទុកនៅសាលាធម្មការនៅវត្តដំណាក់សម្រាប់ធ្វើសក្ការៈបូជាកាលពីឆ្នាំ 1987 ប្រជាជនបាននាំគ្នាធ្វើបុណ្យដង្ហែព្រះអង្គមកកាន់ទីកន្លែងដើមវិញគឺនៅតំបន់បឹងកាឡូពេលកសាងវិហាររួចហើយគឺមានបញ្ហាតាក់ទងទៅនឹងទីកន្លែងដំបូងព្រះវិហារត្រូវដាក់នៅមុខដំណាក់ខាងកើតស្នងការដ្ឋាននគរបាលខេត្តសៀមរាបពេលនោះបារមីព្រះអង្គជ័យព្រះអង្គចោមបានទៅពន្យល់សពប្រាប់អ្នកម្ចាស់សំណង់ថាគឺមិនអោយដាក់រូបស្នាព្រះអង្គនៅកន្លែងនោះទេគឺអោយដាក់នៅកន្លែងដើមវិញគឺស្ថិតនៅកន្លែងព្រះអង្គគង់នៅសពថ្ងៃនេះបាទសូមចង់សូមថ្លែងអំណរគុណដល់ជាជ្រៅដល់ជនជាតិដែលបានសន្តាប់និងទស្សនារូបភាពតាំងពីដើមរហូតដល់ចប់បាទសូមអរគុណរួមគ្រប់ជំរាប